ចារយៈពេលប៉ុន្មានសប្តាហ៍ហើយដែលខ្ញុំខានធ្វើវីដេអូសង្ឃឹមថាបងប្អូនមិនទាន់ទៅណាទេហើយក៏បងប្អូនមិនទាន់ភ្លេចខ្ញុំដែរចាវីដេអូនេះដែរបងប្អូនគឺបង្ហាញនៅពិធីបុណ្យអុំទូកសំពះព្រះខែដែលខ្ញុំបានទៅដើរលេងនៅថ្ងៃមុនហ្នឹងបងប្អូនមួយរយៈនេះគឺមានការរវល់ខ្លាំងបន្តិចបន្តួចបងប្អូនម្ល៉េះហើយក៏ទុកYouTube ចោលបន្តិចសិនតែមិនទាន់បោះបង់ចោលទេបងប្អូននៅតែបន្តផុសរហូតគ្រាន់តែថាពេលវេលាយើងត្រូវឲ្យកំណត់អញ្ចឹងណាបងប្អូនអញ្ចឹងក៏ឆ្លៀតចាពេលវេលាมันអាចថយក្រោយបានទេចឹងហើយយើងធ្វើអ្វីមួយត្រូវតែឆ្លៀតបើសិនជាយើងមិនឆ្លៀតគឺពេលវេលានឹងដើរហួសទៅមុខចោលយើងហើយបងប្អូនចាធ្វើអ្វីក៏មិនបានដែរបើសិនជាយើងទុកពេលវេលាចោលមិនធ្វើអ្វីសោះនោះគឺយើងនឹងអាចស្ដាយក្រោយបងប្អូនក្នុងពេលវេលាថ្ងៃនេះដែរខ្ញុំសូមអរគុណដល់បងស្រីដែលបានគាត់សួរនាំខ្ញុំថាខ្ញុំឈប់ធ្វើវីដេអូហើយឈប់ផុសនៅក្នុង YouTube ហើយឬចាអរគុណច្រើនបងស្រីគឺមិនតន់ឈប់ទេគ្រាន់តែថាខ្ញុំរវល់តិចតួចអញ្ចឹងហើយខ្ញុំក៏ទុក YouTube ចោលបន្តិចសិនតែมันអាចបោះបង់បានទេព្រោះថាអ្វីដែលខ្ញុំបានសន្យាគឺខ្ញុំនឹងធ្វើទោះបីជាបានលទ្ធផលនោះយ៉ាងណាក៏ខ្ញុំត្រូវតែបន្តធ្វើរហូតហើយវីដេអូមួយនេះដែរគឺនៅក្នុងពិធីបុណ្យអុំទូកសំពះព្រះខែកាលពីសប្តាហ៍មុនចារូបភាពនេះគឺខ្ញុំបានថតយូរហើយដែរប៉ុន្តែខ្ញុំមិនទាន់បានផុសព្រោះថាដូចខ្ញុំបានលើកឡើងខាងដើមអញ្ចឹងគឺខ្ញុំមានការរវល់បន្តិចបន្តួចម្ល៉េះហើយក៏ខ្ញុំទុកសិនអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយសង្ឃឹមថាបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាមិនទាន់ភ្លេចខ្ញុំទេហើយបើសិនជាបងប្អូនចាបានអូសកាត់នៅវីដេអូរបស់ខ្ញុំហើយចាបងប្អូនកុំភ្លេចជួយចាតាមដាននិងក៏ជួយ comment លេងទាំងអស់គ្នាដើម្បីជាផលប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាផងដែរអ្វីដែលសំខាន់ទៀតនោះគឺខ្ញុំនឹកបងប្អូនទាំងអស់គ្នាដែលខ្ញុំបានចូលទៅលេងផ្ទះបងប្អូនមួយចំនួនណាខ្ញុំពិតជានឹករលឹកបងប្អូនទាំងអស់គ្នាមែនតែនអព្យាស្រ័យផងបងប្អូនទាំងអស់គ្នាដែលប៉ុន្មានថ្ងៃនេះគឺខ្ញុំមិនទាន់បានចូលលេងផ្ទះបងប្អូនចាសង្ឃឹមថាបងប្អូនមិនប្រកាន់ឬក៏ខឹងអីទេចាអព្យាស្រ័យហើយក៏សង្ឃឹមថាបងប្អូននៅតែចងចាំសំឡេងរបស់ខ្ញុំខ្ញុំចូលចិត្តរស់នៅបែបសាមញ្ញបងប្អូនសូម្បីតែខ្ញុំថតសកម្មភាពហ្នឹងក៏ខ្ញុំថតបែបសាមញ្ញដែរចាគឺអត់មានអ្វីច្រើនអត់មានអ្វីដែលថាគេហៅថាកលិបលើណាបងប្អូនចាគឺមានបែបសាមញ្ញដូចជាមានស្រែមានចំការមានត្រីមានអីចឹងទៅចាគឺអត់មានអ្វីប្លែកក្រៅពីថាមានព្រៃមានឈើអីចឹងទៅហើយមានស្រះមានអីចឹងទៅវីដេអូរបស់ខ្ញុំមួយគឺมันមានអ្វីដូចថាគេហៅថាសម័យបងប្អូនព្រោះជីវិតខ្ញុំចូលចិត្តធ្វើនៅអ្វីដែលខ្ញុំធ្លាប់ជួបធ្លាប់បាននេះពីមុនមកអញ្ចឹងគឺខ្ញុំតែងតែនឹករលឹកចាអនុស្សាវរីយ៍កាលនៅតូចនៅមានគោមានអីអញ្ចឹងទៅបងប្អូនធ្លាប់ច្រូតស្មៅច្រូតអីគោញ៉ាំដែរយ៉ាគោហៅសតែញ៉ាំទៀតបងប្អូនហ្នឹងហើយបងប្អូនខ្ញុំចូលចិត្តនឹករលឹកអតីតកាលខ្លួនឯងគ្រាន់តែថាពេលខ្លះខ្ញុំភ្លេចខ្លះខ្ញុំនៅចងចាំខ្លះអញ្ចឹងទៅមនុស្សយើងម្នាក់មិនអាចអង្គុយចាំតែរហូតទេបងប្អូនគឺមានបាត់ការចងចាំខ្លះតែបើសិនជាមានបែបនេះបងប្អូនគឺខ្ញុំអាចនឹកឃើញច្រើននឹកឃើញអនុស្សាវរីយ៍កន្លងមកច្រើនមែនតែនចាអនុស្សាវរីយ៍ខ្ញុំនឹងកាលនៅទូចនឹងគឺអត់មានអីទេបងប្អូនខ្ញុំដឹងត្រឹមថាកាលនោះគឺខ្ញុំដើរច្រូតស្រូវស្ទូងដកសណាបដកអីអញ្ចឹងទៅហើយក្រៅពីនឹងទៀតគឺរកអុសដាក់ផ្ទះចាឲ្យអ្នកម្ដាយទុកគ្រាន់ដុតទៅណាតណីអញ្ចឹងណាទៅវត្តទៅអីអញ្ចឹងទៅចាមនុស្សដូចខ្ញុំគឺធ្វើអីសាមញ្ញខ្លាំងណាស់បងប្អូនមិនអាចចាដូច